តើធ្វើដោយម្ដេចទើបដឹងថាអតិថិជនម្នាក់គួរទទួលបានប្រាក់កម្ចីសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកប្រធានបទដ៏សំខាន់មួយសម្រាប់អ្នកធ្វើការនៅធនាគារមីក្រូហិរញ្ញវត្ថុនិងហាងបញ្ចាំគឺការវាយតម្លៃប្រាក់កម្ចីការផ្ដល់កម្ចីមិនមែនគ្រាន់តែឃើញអតិថិជនសុំលុយហើយសម្រេចចិត្តឲ្យភ្លាមៗនោះទេអ្នកផ្ដល់កម្ចីល្អត្រូវសួរខ្លួនឯងជាមុនថាតើអតិថិជនមានសមត្ថភាពសងឬទេតើគាត់ជាមនុស្សស្មោះត្រង់ឬទេតើអាជីវកម្មរបស់គាត់មានស្ថិរភាពដែរឬទេតើទ្រព្យធានាមានតម្លៃគ្រប់គ្រាន់ឬទេបើមានហានិភ័យតើស្ថាប័នអាចការពារដើមទុនរបស់ខ្លួនបានដែរឬទេថ្ងៃនេះយើងនឹងសិក្សាតាមគោលការណ៍អន្តរជាតិមួយដែលហៅថា 5C of Credit តើប្រាក់កម្ចីជាអ្វីប្រាក់កម្ចីគឺជាការផ្ដល់ប្រាក់ឬទ្រព្យសម្បត្តិឲ្យបុគ្គលណាម្នាក់ដោយមានកាតព្វកិច្ចសងត្រឡប់វិញទាំងប្រាក់ដើមការប្រាក់និងសេវាផ្សេងៗតាមកាលកំណត់ដូច្នេះការផ្ដល់កម្ចីគឺជាការផ្ដល់ទំនុកចិត្តមិនមែនគ្រាន់តែផ្ដល់លុយទេគោលការណ៍ទី1 character អត្តចរិតគេនិយាយថាមនុស្សអាចខ្វះលុយប៉ុន្តែមិនគួរខ្វះភាពស្មោះត្រង់ character គឺជាចំណុចសំខាន់បំផុតពេលវិតម្លៃអតិថិជនត្រូវមើលមួយប្រវត្តិខ្ចីនិងសងប្រាក់ធ្លាប់ខ្ចីកន្លែងណាសងទាន់ពេលឬទេធ្លាប់ខកខានឬទេព័ត៌មានទាំងនេះអាចពិនិត្យតាមប្រព័ន្ធព័ត៌មានឥណទាន 2. កេរ្តិ៍ឈ្មោះមនុស្សដែលមានកេរ្តិ៍ឈ្មោះល្អជាទូទៅមានទំនួលខុសត្រូវខ្ពស់ 3. ភាពស្មោះត្រង់សង្កេតពីការនិយាយអាកប្បកិរិយាការឆ្លើយសំណួរបើព័ត៌មានមិនត្រូវគ្នាត្រូវស៊ើបអង្កេតបន្ថែម 4. ទំនាក់ទំនងក្នុងសង្គមអ្នកដែលមានទំនាក់ទំនងល្អជាមួយគ្រួសារអ្នកជិតខាងនិងសហគមន៍ជាធម្មតាមានកេរ្តិ៍ឈ្មោះនិងទំនួលខុសត្រូវល្អគោលការណ៍ទី2 capacity សមត្ថភាព character បង្ហាញថាចង់សង capacity បង្ហាញថាអាចសងចំណុចដែលត្រូវពិនិត្យរួមមានសមត្ថភាពរកចំណូលប្រាក់ខែប្រាក់ចំណេញពីអាជីវកម្មប្រាក់ចំណូលផ្សេងៗសមត្ថភាពគ្រប់គ្រងលំហូរសាច់ប្រាក់មនុស្សខ្លះរកបានច្រើនប៉ុន្តែចាយច្រើនជាងរកដូច្នេះមិនមែនមើលតែចំណូលទេត្រូវមើលការគ្រប់គ្រងចំណាយផងដែរសមត្ថភាពគ្រប់គ្រងអាជីវកម្មសម្រាប់អ្នករកស៊ីត្រូវមើលការគ្រប់គ្រងបុគ្គលិកការគ្រប់គ្រងស្តុកការគ្រប់គ្រងអតិថិជនការគ្រប់គ្រងប្រាក់ចំណេញចំនួនអ្នករកចំណូលក្នុងគ្រួសារដែលមានអ្នករកចំណូលច្រើនមានស្ថិរភាពជាងគ្រួសារដែលពឹងលើមនុស្សម្នាក់ប្រភពចំណូលកុំពឹងលើប្រភពចំណូលតែមួយប្រសិនបើប្រភពនោះបាត់អាចប៉ះពាល់ដល់ការសងកម្ចីភ្លាមៗគោលការណ៍ទី3 capital ដើមទុន capital បង្ហាញថាអតិថិជនបានវិនិយោគប្រាក់ផ្ទាល់ខ្លួនប៉ុន្មានត្រូវពិនិត្យ1ទុនចល័តដូចជាទំនិញស្តុកសាច់ប្រាក់2ទុនអចល័តដូចជាអគារម៉ាស៊ីនឧបករណ៍ហាង3ទុនផ្ទាល់ខ្លួនជាទូទៅអាជីវកម្មគួរមានទុនផ្ទាល់ខ្លួនគ្រប់គ្រាន់មិនគួរពឹងតែប្រាក់ខ្ចី 4. បំណុលបើបំណុលច្រើនពេកហានិភ័យក៏កើនឡើងគោលការណ៍ទី4 collateral ទ្រព្យធានាគឺជាការការពារចុងក្រោយសម្រាប់ស្ថាប័នត្រូវពិនិត្យម្ចាស់កម្មសិទ្ធិទីតាំងទំហំតម្លៃប្រភេទទ្រព្យហានិភ័យភាពងាយស្រួលលក់ជាទូទៅតម្លៃទ្រព្យធានាគួរធំជាងទំហំកម្ចីដើម្បីការពារហានិភ័យគោលការណ៍ទី5 condition សក្ខខណ្ឌក្រៅពីអតិថិជនត្រូវមើលបរិយាកាសជុំវិញផងដែរមុខរបរត្រូវស្របច្បាប់និងមានអនាគតទីតាំងអាជីវកម្មនៅទីតាំងល្អអាចមានអតិថិជននិងចំណូលកាន់តែប្រសើរគូប្រកួតប្រជែងបើមានគូប្រកួតច្រើនពេកប្រាក់ចំណេញអាចធ្លាក់ចុះស្ថានភាពសេដ្ឋកិច្ចដូចជាពេលមានវិបត្តិសេដ្ឋកិច្ចឬជំងឺរាតត្បាតអាចប៉ះពាល់ដល់សមត្ថភាពសងរបស់អតិថិជនស្ថានភាពសង្គមនិងនយោបាយសង្គ្រាមបាតុកម្មភាពអស្ថិរភាពនយោបាយសុទ្ធតែអាចប៉ះពាល់ដល់អាជីវកម្មនិងការសងកម្ចីគ្រោះធម្មជាតិដូចជាទឹកជំនន់គ្រោះរាំងស្ងួតខ្យល់ព្យុះក៏អាចធ្វើឲ្យអតិថិជនបាត់បង់ចំណូលនិងប៉ះពាល់ដល់ការសងផងដែរសេចក្តីសន្និដ្ឋានការវិតម្លៃប្រាក់កម្ចីមិនមែនផ្អែកលើអារម្មណ៍ឬការស្គាល់គ្នានោះទេត្រូវពិនិត្យលើ 5C ឲ្យបានគ្រប់ជ្រុងជ្រោយ collateral អត្តចរិតនិងភាពស្មោះត្រង់ capacity សមត្ថភាពរកនិងសងប្រាក់ capital ដើមទុនផ្ទាល់ខ្លួន collateral ទ្រព្យធានា conditions លក្ខខណ្ឌសេដ្ឋកិច្ចសង្គមនិងទីផ្សារសារបញ្ចប់សូមចងចាំថាអ្នកផ្ដល់កម្ចីជោគជ័យមិនមែនជាអ្នកដែលផ្ដល់កម្ចីបានច្រើនជាងគេទេប៉ុន្តែជាអ្នកដែលផ្ដល់កម្ចីឲ្យអតិថិជនត្រឹមត្រូវនិងអាចទទួលបានការសងត្រឡប់មកវិញលុយដែលស្ថាប័នផ្ដល់ទៅគឺជាទុនដ៏មានតម្លៃដូច្នេះមុននឹងសម្រេចចិត្តផ្ដល់កម្ចីត្រូវសិក្សាអតិថិជនឲ្យបានគ្រប់ជ្រុងជ្រោយមើលទាំងអត្តចរិតសមត្ថភាពដើមទុនទ្រព្យធានានិងលក្ខខណ្ឌជុំវិញការវាយតម្លៃបានត្រឹមត្រូវនាំទៅរកការផ្ដល់កម្ចីប្រកបដោយគុណភាពកាត់បន្ថយហានិភ័យនិងជួយឲ្យស្ថាប័នរីកចម្រើនប្រកបដោយនិរន្តរភាពសូមអរគុណដែលបានតាមដានហើយជួបគ្នានៅវីដេអូបន្ទាប់